បងប្អូនទាំងអស់គ្នាបងប្អូនណាដែលមានទូរស័ព្ទ iPhone ចាស់ៗចង់ clear data ចោលដើម្បីទទួលបាននៅផ្ទុកវីដេអូបានច្រើនឬមួយរូបភាពបានច្រើនអាចមើលវីដេអូនេះបានបាទថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើវាមុនដំបូងគឺយើងចូលទៅបិទសេវាសិនបងប្អូនទាំងអស់គ្នាបាទបិទសេវាសិនបាទបិទសេវាហើយយើងអូសចេញហើយក៏ចូលទៅ setting ហើយចូលទៅ general ដើម្បីទទួលនៅបាទយើងបិទនៅកន្លែងចំណុចនេះហើយយើងទៅបើកថ្ងៃខែបាទយើងអូសមក2027មកបងប្អូនទាំងគ្នាបាទហើយយើងក៏អូសចេញហើយគឺយើងទៅកន្លែងនេះគឺបងប្អូនទុកប្រហែលជាប្រហែលនាទីដើម្បីឲ្យវា storage ចោលឲ្យអស់ចឹងណាបងប្អូនទាំងគ្នាបាទហើយយើងទុកឲ្យបានយូរហើយចាំយើងបើកវិញគឺកន្លែងដែល memory ហ្នឹងគឺវាធ្លាក់តែម្ដងបាទធ្លាក់តែម្ដងបងប្អូនទាំងគ្នាបាទបានប្រហែលជា20 មេដែរបងប្អូនទាំងគ្នាបាទគឺអែមមែនតើហើយចំពោះបងប្អូនណាដែលប្រើទូរស័ព្ទ